ដាក់ចំណុចចំពោះស្នេហារបស់មនុស្សឈាមប្រភេទ O មនុស្សឈាមប្រភេទ O ជាមនុស្សដែលស្រឡាញ់ខ្លាំងនិងស្មោះត្រង់ចំពោះស្នេហាភាពស្មោះត្រង់អាចធ្វើឲ្យគេមានភាពគួរឲ្យស្រឡាញ់ប៉ុន្តែក៏អាចធ្វើឲ្យមនុស្សមួយចំនួនមានអារម្មណ៍ថាខ្លាំងពេកផងដែរខាងក្រោមនេះជាលក្ខណៈស្នេហា10ចំណុចរបស់មនុស្សឈាមប្រភេទ O ទី1មានអារម្មណ៍ចង់គ្រប់គ្រងខ្លាំងមនុស្សឈាមប្រភេទ O មានអារម្មណ៍ចង់គ្រប់គ្រងខ្លាំងចំពោះមនុស្សដែលខ្លួនឯងស្រឡាញ់ខ្លាំងណាស់នៅពេលស្រឡាញ់នរណាម្នាក់គេចង់ឲ្យមនុស្សនោះជារបស់ខ្លួនតែម្នាក់ឯងហើយអាចមានអារម្មណ៍ប្រច័ណ្ឌឬចង់គ្រប់គ្រងប៉ុន្តែភាគច្រើនគេមិនបង្ហាញចេញពីមុខនោះទេគឺគេគិតនៅក្នុងចិត្តតែម្នាក់ឯងមនុស្សឈាមប្រភេទ O មិនចង់ជាមនុស្សលេខ1ទេប៉ុន្តែចង់ជាមនុស្សតែម្នាក់គត់ដែលត្រូវបានគេស្រឡាញ់ទី2ស្មោះត្រង់និងស្រឡាញ់តែម្នាក់មនុស្សប្រភេទឈាម O ជាមនុស្សស្មោះត្រង់និងស្រឡាញ់តែម្នាក់ពេលស្រឡាញ់នរណាម្នាក់គេមិនងាកបោះបង់ចិត្តទៅលើអ្នកដទៃនោះទេគេគិតតែរឿងធ្វើឲ្យមនុស្សស្រឡាញ់រីករាយហើយខិតខំអស់ពីសមត្ថភាពប៉ុន្តែស្រឡាញ់ខ្លាំងក៏អាចក្លាយទៅជាការស្អប់ខ្លាំងបានដែរប្រសិនបើគេត្រូវបានគេក្បត់នោះអារម្មណ៍ស្រឡាញ់នឹងផ្លាស់ប្ដូរជាកំហឹងយ៉ាងខ្លាំងទី3ងាយក្តៅងាយត្រជាក់មនុស្សឈាមប្រភេទ O ងាយស្រឡាញ់នរណាម្នាក់យ៉ាងលឿនពេលស្រឡាញ់គេផ្ដល់អារម្មណ៍ស្រឡាញ់យ៉ាងកក់ក្ដៅប៉ុន្តែក៏ងាយធុញងាយត្រជាក់មកវិញដែរប្រសិនបើឃើញអ្វីមួយមិនដូចគំនិតឬមិនដូចការរំពឹងគេនឹងចាប់ផ្ដើមអស់ចិត្តភ្លាមភាពផ្លាស់ប្ដូរអារម្មណ៍នេះអាចធ្វើឲ្យមនុស្សផ្សេងទៀតមិនយល់ទី4ជាមនុស្សសុបិននិងមានអារម្មណ៍រ៉ូមែនទិកមនុស្សឈាមប្រភេទ O ជាមនុស្សរ៉ូមែនទិកគេអាចស្រឡាញ់ស្នេហាដូចក្នុងសៀវភៅប្រឡំលោកគេចូលចិត្តធ្វើអ្វីៗដើម្បីសប្បាយចិត្តដល់ដៃគូដូចជាសរសេរពាក្យផ្អែមល្ហែមឬបង្កើតភាពភ្ញាក់ផ្អើលប៉ុន្តែពេលគេស្រឡាញ់គេក៏ចង់ឲ្យគូស្នេហាមានភាពរ៉ូមែនទិកដូចគ្នាផងដែរប្រសិនបើអ្នកអះអាងឬបំបត្តិអារម្មណ៍នោះវានឹងធ្វើឲ្យគេបាត់បង់ចិត្ត5មិនសូវចាប់អារម្មណ៍ចំពោះអារម្មណ៍អ្នកដទៃមនុស្សឈាមប្រភេទ O មិនសូវចាប់អារម្មណ៍ចំពោះអារម្មណ៍អ្នកដទៃនោះទេពេលមានស្នេហាមនុស្សអាចមានការមិនសុខចិត្តឬមិនសុវត្ថិភាពក្នុងចិត្តប៉ុន្តែគេមិនសូវស្គាល់ឬក៏មិនសូវយល់អំពីអារម្មណ៍នោះទេដូច្នេះពេលមានអ្វីមួយចាំប្រាប់គួរប្រាប់ដោយពាក្យត្រង់ៗទៅវិញទៅមកដោយកុំរងចាំឲ្យគេយល់ដល់ខ្លួនឯងទី6ស្នេហាសេចក្តីស្រឡាញ់ច្បាស់និងមិនលេងល្បិចមនុស្សឈាមប្រភេទ O ស្រឡាញ់គេនិយាយត្រង់មិនស្រឡាញ់ក្នុងល្បិចកលស្នេហាប្រសិនបើស្រឡាញ់គេនឹងនិយាយថាខ្ញុំស្រឡាញ់អ្នកដោយមិនលាក់លៀមប្រសិនបើមានអ្វីមិនសប្បាយចិត្តគេក៏និយាយត្រង់ថាចង់ឲ្យមានការផ្លាស់ប្ដូរដូច្នេះស្នេហារបស់មនុស្សប្រភេទនេះមិនមានការកំណត់ក្នុងចិត្តឬសង្ស័យច្រើននោះឡើយគេក៏មិនចូលចិត្តការលេងបិចដូចជាការពន្យាពេលឆ្លើយតបសារឬធ្វើដូចជាមិនខ្វល់ផងដែរទី7ជាមនុស្សដែលស្រឡាញ់ឲ្យគេថែនិងមានលក្ខណៈងាយស្រួលស្ដាប់ដូចជារឿងសត្វឆ្កែរំចាំម្ចាស់គេចូលចិត្តស្នេហាដែលមានភាពកក់ក្ដៅស្មោះត្រង់និងស្រឡាញ់ដូចជាកូនប៉ុន្តែពេលខ្លះគេអាចពឹងទៅលើគូស្នេហាច្រើនពេកដល់ថ្នាក់ធ្វើឲ្យដៃគូម្ខាងទៀតមានអារម្មណ៍ថាហត់ចិត្តទី8ចូលចិត្តប៉ះពាល់នឹងមនុស្សស្រឡាញ់មនុស្សឈាមប្រភេទ O ចូលចិត្តការប៉ះពាល់និងនៅចិត្តគូស្នេហាគេចង់ឲ្យស្នេហាជាប់ជាបន្តបន្ទាប់ដើម្បីមានអារម្មណ៍ថាមានសេចក្តីស្រឡាញ់ប្រសិនបើគូស្នេហាមិនចូលចិត្តប៉ះពាល់ឬជិះវៀងវាធ្វើឲ្យគេមានអារម្មណ៍ថាមិនត្រូវស្រឡាញ់ទៀតនោះទេទី9ជាមនុស្សដែលខិតខំនិងប្រឹងប្រែងដើម្បីមនុស្សជាទីស្រឡាញ់មនុស្សឈាមប្រភេទ O ជាមនុស្សដែលស្រឡាញ់ផ្ដាល់និងខិតខំដល់ដៃគូយ៉ាងខ្លាំងគេមានអារម្មណ៍រីករាយពេលឃើញមនុស្សស្រឡាញ់ញញឹមឬសប្បាយចិត្តទោះបីត្រូវខ្លួនឯងលះបង់ក៏យល់ព្រមប៉ុន្តែគេក៏មិនរំពឹងអ្វីមកវិញដែរពេលមានស្នេហាគេគ្រាន់តែចង់ទទួលបានអារម្មណ៍ស្នេហាស្រឡាញ់ស្មោះត្រង់ត្រឡប់មកវិញប៉ុណ្ណោះទី10មានគំនិតអង់អាចនិងរំពឹងខ្ពស់មនុស្សឈាមប្រភេទ O មានលក្ខណៈស្រឡាញ់មនុស្សល្អឥតខ្ចោះឬពិបាកឈានដល់ដូចជាមនុស្សដែលពេញនិយមនៅសាលាឬកន្លែងធ្វើការពេលខ្លះគេចំណាយពេលយូរដើម្បីរង់ចាំស្នេហាដែលគេចង់បានទោះជាយ៉ាងណាគេមិនចូលចិត្តបោះបង់ស្នេហាឬសម្រួលតាមស្ថានភាពទេគេនឹងបន្តស្វែងរកស្នេហាដែលដូចជានឹងគំនិតរបស់គេបន្តទៅទៀត